យើងទទួលស្គាល់ថាគ្រឿងម៉ាស៊ីនចចុះគឺល្អឥតខ្ចោះ Grade A តែម្ដង Top Grade តែម្ដងមែនទេបងប្អូន The best អូខេសួស្តីបងប្អូនអរគ្នាបាទបងប្អូនខ្ញុំបាទBថ្ងៃនេះจะលេងជាមួយបងប្អូនពាក់ព័ន្ធជាមួយនឹងឡានណាបងប្អូនថ្ងៃមុនខ្ញុំធ្វើពីវីដេអូមួយពាក់ព័ន្ធមួយឡានម៉ូននិងឡានរឿងព័ត៌មានលើគោកបាទហើយក៏បងម្នាក់គាត់ខមមិនថាបងអូន B បងអូន B ឡានមូលម៉ៃច្រើនកាលណាម៉ៃច្រើនម៉ាស៊ីនចាប់ខូចបាទកន្លែងហ្នឹងមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍មួយសំណួររបស់គាត់ហើយអានេះជាចម្លើយមតិរបស់គាត់ទេបងប្អូនមតិអ្មេចក៏ជាមតិត្រឹមត្រូវដែរมันខុសទេបងប្អូនអញ្ចឹងមតិនេះខ្ញុំលើកឡើងវិញបងប្អូនខ្ញុំលើកឡើងវិញហើយនឹងក៏ខ្ញុំចង់បញ្ចេញយោបល់ខ្លួនឯងដែរខ្ញុំអាចនឹងបញ្ច្រាស់គាត់តិចខ្ញុំថាបើសិនជាឡានមូលហើយម៉ៃច្រើនបន្តិចឡានម៉ៃច្រើនគឺយើងប្រៀបយើងបែងចែកទៀតបងប្អូនប្រមាណទៅច្រើនប្រមាណទៅតិចប្រមាណទៅមិនច្រើនអញ្ចឹងក្នុងនេះខ្ញុំបែងចែករហូតដល់3ម៉ៃតិច10ទៅ18ហ្នឹងទៅម៉ៃមធ្យមទៅ18ទៅ20ជាងទៅម៉ៃរៀងច្រើនទៅ20ក្រាស់ទៅ30ជាងទៅអាហ្នឹងគូខ្ញុំអាចបែងចែកថាម៉ៃប៉ុណ្ណាច្រើនម៉ៃប៉ុណ្ណាតិចដែរតែកន្លែងនេះគាត់ថាម៉ៃច្រើនកាលណាម៉ៃច្រើនធ្វើឲ្យម៉ាស៊ីនហ្នឹងឆាប់ខូចឬក៏ងាយខូចទៅកន្លែងនេះមួយបើសិនជាយើងនិយាយអញ្ចឹងខ្ញុំគិតថារៀងប្រឆាំងខ្ញុំគិតថាមតិខ្ញុំគិតថាខុសតិចដោយសារតែអានេះមតិរបស់ខ្ញុំផ្ទាល់ទេបងប្អូនណាកាលណាម៉ៃច្រើនហើយឡាននឹងនាំចូលពីអាមេរិកមកនាំចូលមកពីអឺរ៉ុបមកខ្ញុំថាអត់អីទេព្រោះកតាដែលម៉ៃច្រើនហើយគេប្រើបានដល់ម៉ៃច្រើនហើយម៉ាស៊ីននៅតែល្អគឺកតានោះគឺជាកតាអ្នកប្រើប្រាស់ទៅវិញទេតែធ្វើឲ្យម៉ាស៊ីនខូចតែធ្វើឲ្យបញ្ហាទៅដល់ម៉ាស៊ីនខូចគឺកតាប្រើប្រាស់ហើយនឹងស្ពេចបាទកតាប្រើប្រាស់បើសិនជាយើងមិនបានមើលថែល្អគប់ថាឡើយម៉ៃច្រើនអាម៉ៃតិចហ្នឹងក៏ខូចដែរអាម៉ៃតិចក៏ខូចអាម៉ៃមធ្យមក៏ខូចដែរអញ្ចឹងកតាដែលប្រើម៉ៃច្រើនមិនបដោតថាឲ្យខូចម៉ាស៊ីនតែហ្មងគឺកតាអ្នកប្រើប្រាស់ម្ដងតែបើគាត់ចេះមើលថែល្អទោះតម៉ៃហ្មងគាត់ចេះអីដែរមែនទេបងប្អូនមួយទៀតស្ពេចបាទស្ពេចគឺសំខាន់ណាស់តួនាទីស្រុកគេបាទในស្រុកគេស្រុកអឺរ៉ុបផ្នែកអឺរ៉ុបផ្នែកអាមេរិកអារ៉ាប់ឬក៏ជប៉ុនអីចឹងទៅទោះតម៉ៃច្រើនមែនណាបងប្អូនកត់សម្គាល់ជាមួយខ្ញុំកាលណាម៉ៃច្រើនមែនណាតែម៉ាស៊ីនក៏នៅតែអែមដែរហេតុអីបាទដោយសារតែគ្រឿងម៉ាស៊ីនគ្រឿងបន្លាស់នៅក្នុងហ្នឹងគឺរបស់ល្អកម្រោះ Grade A បាទតាំងពីប៊ីស្តុងសមីបាទរិញរោញអីគ្រឿងអាឡែអាឡោញរបស់វាហ្នឹងគឺសុទ្ធតែល្អមិនបំផុតហ្មងចេះចង់មិនមែនយើងខូចម៉ាស៊ីនហើយយើងទៅរកទិញគ្រឿងចចុះមកដាក់ចូលវិញទេគ្រឿងម៉ាស៊ីនចចុះដាក់គ្រឿងចូលម៉ាស៊ីនចចុះបងប្អូនគិតមើលមែនទេបងប្អូនអញ្ចឹងកន្លែងហ្នឹងដែលយើងទទួលស្គាល់ថាគ្រឿងម៉ាស៊ីនចចុះគឺល្អឥតខ្ចោះ Grade A តែម្ដង Top Grade តែម្ដងមែនទេបងប្អូន The best បាទកន្លែងហ្នឹងដែលខ្ញុំថាម៉ាស៊ីនតួតាម៉ៃច្រើនបើសិនជាយើងមើលថែល្អព្រេម៉ាស៊ីនទុកដាក់នេះនោះយើងអាចផ្លាស់ប្ដូរបានធ្វើរបៀបរបបពីការប្រើប្រាស់របស់យើងទៅវិញទោះតាម៉ៃច្រើនដល់យើងមើលជាក់ស្ដែងគឺនៅតែជារបស់ល្អព្រោះតែរបស់នេះគឺជារបស់ប្រទេសមហាអំណាចបាទប្រទេសសេដ្ឋកិច្ចខ្លាំងគឺគេផ្ដោតទៅលើគុណភាពជាចម្បងកាលណាគុណភាពជាចម្បងហើយតម្លៃគេរត់តាមក្រោយបាទវាខុសពីយើងហ្នឹងបងប្អូនវាខុសពីយើងគឺតម្លៃរត់មុនតបមកគុណភាពរត់តាមក្រោយបងប្អូនដែលគិតចឹងទេខ្ញុំនិយាយទៅថាបាទតែខ្ញុំគិតថាជាទូទៅទេយើងនិយាយថាឡាញ់ខ្លាញ់គោមួយចោះឡាញ់ខ្លាញ់គោរាល់ថ្ងៃគឺយើងផ្ដោតទៅលើការប្រកួតចេញតម្លៃមិនប្រកួតចេញគុណភាពទេអញ្ចឹងតម្លៃថោកគុណភាពបាទគុណភាពហ្នឹងវាដេញប្រឆាគ្នាចេះវាប្រឆាគ្នាចេះមិនមែនដូចនៅអឺរ៉ុបនៅស្រុកគេគឺគេផ្ដោតលើគុណភាពជាចម្បងកាលណាគុណភាពមានជាចម្បងហើយបានគេដាក់លក់ចេញមកតម្លៃរត់តាមហ្នឹងមែនទេបងប្អូនគេគិតជាជនគុណភាពជាចម្បងសិនអញ្ចឹងហើយពាក់ព័ន្ធជាមួយម៉ាស៊ីននេះគឺគុណភាពជាចម្បងទោះតាម៉ៃច្រើនដោយបាទទោះតាម៉ៃច្រើនដោយបើសិនជាកតាប្រើប្រាស់ល្អហើយស្ពេចនោះគឺល្អគឺមិនងាយទៅណាទេមិនងាយខូចឧទាហរណ៍មួយចាស់ឡានព្រុសមកដល់ពេលនេះម៉ាស៊ីនព្រុសបងប្អូនម៉ាស៊ីនព្រុសមួយមិនដល់នឹង100ឬក៏100ថា100ចាស់មកគ្រាប់100តិចតួច110 120ឧទាហរណ៍ចឹងហេតុអីបានវាថោកព្រោះម៉ាស៊ីនហ្នឹងវាមិនចេះខូចវាមិនងាយនឹងខូចប្រើរហូតដល់15ឆ្នាំហើយមានម៉ាស៊ីន
មិនតន់ខូចទៀតឧទាហរណ៍ថាខ្ញុំកំពុងអង្គុយលើឡាននេះព្រុស07ព្រុស07បងប្អូនគិតមើលម្ដងនេះឆ្នាំ2025ហើយបាទប្រហែលឆ្នាំជិត20ឆ្នាំ2027វិញ20ឆ្នាំហេតុអីម៉ាស៊ីននៅតែអែមចុះបើប្រៀបធៀបជាមួយនឹងស្ពេចដែលយើងប្រើរាល់ថ្ងៃឡានខ្លាញ់គោតើ20ឆ្នាំវាទៅជាយ៉ាងណាបងប្អូនគិតមើលពាក់ព័ន្ធជាមួយនឹងមិនមែនម៉ាស៊ីនមានអីគេមានកាប៊ីនបាទមានជើងក្រោមមានជើងគ្រឿងជ័រចុះវាអាចធន់នឹង20ឆ្នាំបានដូចឡានមកពីក្រៅអត់មកពីអឺរ៉ុបអត់មកពីអាហ្គាំងអត់បងប្អូនយើងប្រៀបធៀបតែកន្លែងហ្នឹងគឺខុសគ្នាដាច់មែនទេបងប្អូនឡានខ្លាញ់គោយើងមិនមែនវាយប្រហារយើងថាឡានខ្លាញ់គោចុះប្រើតែ5ឆ្នាំអាយ៉ាសាច់ដែកពុតបានដូចសង្កសីបាទគ្រឿងម៉ាស៊ីនចឹងដែរបងប្អូនមែនទេលើក្រេកក្រឲ្យបងប្អូនសាកស្កលេចមើលឡានដែរបងប្អូនប្រើឲ្យ5 6ឆ្នាំហើយម៉ៃនឹងគីឡូតិចផងបាទស្រុកគេបងប្អូនបើសិនជាយើងបែងចែកក្នុងមួយថ្ងៃគេរត់100គីឡូមួយខែមួយថ្ងៃ100គីឡូមួយខែវា3000គីឡូម៉ែត្រយើងគិតជាម៉ៃវាតាម1800ម៉ៃទេចុះយើងគិតមួយឆ្នាំវា20000ម៉ៃចុះ21000ជាងម៉ៃចុះចុះ10ឆ្នាំតែ200,000ម៉ៃហើយអត់មានអីច្រើនទេបងប្អូន100គីឡូវិលកង់ឆេឆូចដប់ប្រពន្ធកូនហូបចុកអីតិចតួចចូលផ្ទះវិញគួរចង់100គីឡូចុះហ្មងមកគេធ្វើការមួយថ្ងៃដល់ទៅ1000គីឡូទៅមក1000គីឡូទៅមកផ្ទះគេស្រុកគេខ្ញុំគិតថាអត់នៅចិត្តទេពីកន្លែងការងារនៅឆ្ងាយពីគ្នាអញ្ចឹងម៉ៃហ្នឹងវាឆាប់បានទេហើយនឹងរបៀបរបបការប្រើប្រាស់ស្រុកគេគឺគេត្រួតពិនិត្យច្បាស់លាស់មុននឹងចេញលើខ្នល់ហើយខ្នល់ប្រកាសជា one way ហើយមែនទេបងប្អូនហើយទៅកន្លែងណាក៏ខ្នល់ខ្ញុំគិតថាស្អាតដែរអញ្ចឹងម៉ៃហ្នឹងវាឆាប់តែបានទេម៉ៃហ្នឹងវាឆាប់ច្រើនទេ4 10 20ម៉ឺនម៉ៃខ្ញុំថាមិនច្រើនទេម៉ៃប៉ុណ្ណឹងហើយជួទូទៅឡានដែលចជុះមកដល់ស្រុកខ្មែរយើងមកដល់ស្រុកខ្មែរយើងនេះម៉ៃ10ជាងមិនសូវមាន20ជាងតែបើបងប្អូនកុំគិតថាឡានបុកបានម៉ៃតិចអត់ទេហើយកុំគិតថាឡានម៉ៃតិចទៅលើឡានបុកហើយម៉ៃច្រើនទៅលើឡានមូលមិនមែនទេឡានមូលក៏មានម៉ៃតិចឡានមូលក៏មានម៉ៃច្រើនឡានបុកក៏មានម៉ៃច្រើនឡានបុកក៏មានម៉ៃតិចដែរបាទដោយសារតែជាឡានចជុះមិនខ្វះទេឡានបុកបងប្អូនមិនខ្វះទេឡានបុកណាស់តែរកឡានមូលយកមកទិញយកមកលក់យកមកអីទៅពិបាកអត់ទិញរកអីនៅស្រុកក្រៅបងប្អូនហើយឡានគេប្រើឡានមូលឡានអីគឺស្ទើរតែឡានគេប្រើហើយឡានបុកទទួលស្គាល់ឡានបុកហើយបានគេយកមកលក់ឡានបុកហើយក៏មិនប្រកាសថាម៉េចតិចដែរបាទវាចឹងទេអញ្ចឹងបងប្អូននៅក្នុងន័យនេះខ្ញុំបាទវីគឺមានមតិយោបល់តែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងម៉ៃច្រើនដែលបណ្ដាលឲ្យខូចម៉ាស៊ីនអីហ្នឹងព្រោះត្រាតែម៉ាស៊ីនហ្នឹងមិនមែនម៉ាស៊ីនអឺរ៉ុបបាទមិនមែនតែម៉ាស៊ីនអឺរ៉ុបបាទម៉ាស៊ីនអឺរ៉ុបគឺគុណភាពណាស់មិនងាយទេបងប្អូនខ្លាចតែយើងអ្នកប្រើហ្នឹងយើងមិនបានមើលថែប្រេងម៉ាស៊ីនទឹកអីត្រឹមត្រូវទេបើត្រឹមតែមកប្រើឲ្យម៉ៃច្រើនអត់ងាយខូចទេមិនងាយខូចឧទាហរណ៍តែព្រុសចោះមកដល់ថ្ងៃនេះម៉ាស៊ីនចូល20ឆ្នាំហើយមិនទាន់ឃើញមានម៉ាស៊ីនខូចអីទេយ៉ាងច្រើនឆេះរងកន្លះអីតិចតួចទេ010បាទ0 4 5 6 7មិនងាយខូចបងប្អូនជីដល់ណាចេះជីទៅមែនទេបងប្អូនបាទបើសិនជាវាងាយខូចមែនបងប្អូនយកទៅធ្វើអាជីវកម្មជីដើរលេងបាទម៉ាស៊ីនមិនងាយខូចទេបាទម៉ាស៊ីនប្រភេទឡានទៅចុះមិនងាយខូចហ្មងហើយបើខូចស្រួលធ្វើស្រួលជួសជុលស្រួលអីទេខ្លះណាស់តាឡានខ្លាញ់គោអីទេពិបាកធ្វើពិបាករកគ្រឿងពិបាកអីបងប្អូនបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេមតិយោបល់និងការចែកការនិយាយលេងពាក់ព័ន្ធជាមួយនឹងថាឡានម៉ូលម៉ៃច្រើនកាលណាម៉ៃច្រើនវាងាយខូចបាទខ្ញុំគិតថាមិនអញ្ចឹងទេបាទអូខេបាទ Telegram ផ្លាច់មកអត់មានគិតលុយទេបងប្អូនបាទគ្រាន់តែសួរលេងពាក់ព័ន្ធមួយឡាននេះខូចចេះខូចចុះឬក៏ចេញចុះបងប្អូនខ្ញុំអាចថាជាដំណោះស្រាយបឋមជូនបងប្អូនឬក៏ជាមតិយោបល់ឲ្យបងប្អូនទៅធ្វើណាឬក៏បងប្អូនទៅទិញគ្រឿងណាបានធូរបើបងប្អូនមានបញ្ហាអីខ្លះបងប្អូនគួរតែដោះស្រាយចេះពីមួយជំហានកុំឲ្យខាត់លុយកុំឲ្យចាយពេលច្រើនមែនទេបងប្អូនព្រោះតែបច្ចុប្បន្នការងារ
ធ្វើទាំងនេះសវិសធ្វើទាំងនេះគឺមានច្រើនមែនទែនហើយមានបងប្អូនខ្លះក៏រស់ស៊ីស្មោះត្រង់បងប្អូនខ្លះក៏មិនរស់ស៊ីស្មោះត្រង់ដែរអញ្ចឹងសូមជូនពរបងប្អូនជួបតែអ្នកត្រង់ដូចគ្នាជួបតែអ្នកល្អដូចគ្នាអញ្ចឹងបងប្អូនបាទអូខេអរគុណច្រើនខ្ញុំបាទ B មានតែប៉ុណ្្នឹងអូខេជម្រាបលា